สู้สเตย์กอนเซแต่งออกเนียថ្ងៃនេះអ្នកគ្រូមានបទចម្រៀងប្រជាប្រិយថៃមួយបទមកផ្ញើកូនទាំងអស់គ្នានាងខ្ញុំជាជនជាតិថៃបច្ចុប្បន្នកំពុងបង្រៀនភាសាថៃនៅសាកលវិទ្យាល័យជាតិសាសន៍ខ្វាងស៊ីកាលពីក្មេងចាស់តែងតែប្រើបទចម្រៀងថៃដើម្បីបង្រៀនយើងពីរបៀបរស់នៅនិងការប្រព្រឹត្តខ្លួនលុះមកដល់ប្រទេសចិនខ្ញុំបានដឹងថានៅស្រុកឡុងលីនក្រុងបៃស៊ឺក្នុងតំបន់ខ្វាងស៊ីក៏មាននាយិកាសាឡាមតៃឲ្យម្នាក់កំពុងប្រើចម្រៀងប្រជាប្រិយដើម្បីថែរក្សាស្គាល់វប្បធម៌ឲ្យក្មេងដែរកុំអារើខ្លួនណាស្តាប់អ្នកគ្រូច្រៀងសិនចាពេលបានជួបអ្នកគ្រូយ៉ែងហ៊ីគាត់កំពុងនៅកណ្ដាលហ្វូងក្មេងសំឡេងច្រៀងរបស់គាត់ថ្លាដូចទឹកជ្រោះមួយប៉ព្រិចភ្នែកនោះខ្ញុំហាក់ដូចជាបានឃើញខ្លួនឯងម្នាក់ទៀតគឺជាគ្រូបង្រៀនម្នាក់ដែលប្រើតន្ត្រីដើម្បីផ្សារភ្ជាប់ខ្សែវប្បធម៌នៅកណ្ដាលជ្រលងភ្នំនៃប្រទេសចិនអារម្មណ៍នេះពិតជាស្និទ្ធស្នាលខ្លាំងណាស់អ្នកគ្រូនាយិកាយ៉ាងត្រូវមើលការខុសត្រូវរឿងក្នុងសាលាផងនាំក្មេងច្រៀងរំផងតើបានកម្លាំងពីណាធម្មពលច្រើនម្លេះតាមពិតទៅកាលពីមុនខ្ញុំក៏ធ្លាប់តានតឹងនឹងការងារច្រើនរហូតដល់ដង្ហើមសឹងមិនរួចដែរក្រោយមកខ្ញុំបានស្នើឲ្យមានការកាត់បន្ថយសម្ពាធការងារដល់គ្រូបង្រៀនបន្តិចម្ដងយើងក៏ទទួលបានលំហការងារច្រើនជាងមុនទីបំផុតពួកយើងអាចយកពេលវេលាមកធ្វើរឿងដែលសំខាន់ពិតប្រាកដអ្វីដែលធ្វើឲ្យគាត់អាចថែរក្សាវប្បធម៌ប្រពៃណីបានដោយស្ងប់ចិត្តមិនមែនមានតែក្តីស្រឡាញ់ទេតែគឺបរិយាកាសដែលផ្ដល់ការយល់ចិត្តនិងការគាំទ្រអ្នកគ្រូយ៉ែងប្រាប់ខ្ញុំថាក្នុងបទចម្រៀងប្រជាប្រិយឡុងលីនមានលក្ខនៅប្រាជ្ញារបស់ដូនតាអំពីធម្មជាតិនិងជីវិតក្មេងដែលដឹងថាខ្លួនឯងមកពីណាពេលឈានជើងទៅអនាគតជំហានរបស់គេនឹងកាន់តែរឹងមាំអ្នកគ្រូហងចាំឲ្យខ្ញុំបង្រៀនរំរបាំផ្សេងទេចាស់ចោលតោះទៅចឹងយើងសាកល្បងលេងទាំងអស់គ្នាទីធ្លាតូចមួយនេះប្រៀបដូចជាសួនវប្បធម៌ជនជាតិដ៏រស់រវើកនៅទីនេះសាមគ្គីភាពមិនមែនគ្រាន់តែជាពាក្យស្លោកទេតែជាការយល់ចិត្តគ្នានៃអ្នកកាន់ចុងឫស្សីនិងចង្វាក់នៃការបិទបើកឫស្សីវប្បធម៌មិនមែនជារបស់តាំងបង្ហាញទេតែជាផ្នែកមួយនៃការលូតលាស់របស់ក្មេងតាមរយៈការរត់លេងនិងសំណើចសប្បាយរបស់ពួកគេអ្នកគ្រូនាយិកាខ្ញុំឃើញអ្នកគ្រូតែងតែគិតរកអ្វីថ្មីជានិច្ចតើក្នុងចិត្តអ្នកគ្រូរំពឹងចង់ឃើញអនាគតបែបណាដែរកាលពីមុនពេលខ្ញុំនៅជាគ្រូបង្រៀនធម្មតាខ្ញុំគិតតែម្យ៉ាងគឺធ្វើម៉េចបង្រៀនសិស្សឲ្យបានល្អប៉ុន្តែក្រោយពេលក្លាយជាតំណាងសភាទស្សនវិស័យរបស់ខ្ញុំក៏ទូលំទូលាយជាងមុនអ្នកគ្រូដឹងទេឆាប់នេះនឹងដល់កិច្ចប្រជុំសភាប្រចាំតំបន់ស្វយ័តឆ្នាំ2026ហើយឥឡូវនេះទូទាំងតំបន់កំពុងតែសកម្មក្នុងការប្រើប្រាស់ដើម្បីជួយដល់គ្រប់វិស័យដូច្នេះខ្ញុំក៏កំពុងរៀបចំសំណើដែលតាក់ទងនឹងការប្រើក្នុងការអប់រំកម្រិតមូលដ្ឋានដែរខ្ញុំសង្ឃឹមថានិងបច្ចេកវិទ្យាអាចក្លាយជាជំនួយការបង្រៀនសម្រាប់លោកគ្រូអ្នកគ្រូយ៉ាងនិយាយថាបើយើងអាចឲ្យប្រើសំឡេងស្តង់ដារនាំក្មេងអានកំណាព្យឲ្យបុរាណនិងរៀនភាសាបរទេសហើយបង្កើតលំហាត់និងផ្ដល់យោបល់សម្រាប់ការរីកចម្រើនទៅតាមលក្ខណៈពិសេសរបស់ក្មេងម្នាក់នោះគ្រូបង្រៀននឹងមានពេលកាន់តែច្រើនដើម្បីអង្គុយចុះស្ដាប់ក្មេងនិយាយនិងកំដរពួកគេច្រៀងបទចម្រៀងដែលដូនតាបានបន្សល់ទុកអ្នកគ្រូហងដឹងទេខ្ញុំមិនដែលគិតចង់យកមកជំនួសគ្រូបង្រៀនដែរផ្ទុយទៅវិញព្រលឹងនៃការអប់រំគឺ